សង្ស័យតែបាញ់គ្នាទៀតហើយដល់ដំណាក់ការក្តៅស្លឹកស្រជីឲ្យបងប្អូនមកដល់ម៉ោងនេះប្រធានាធិបតីលោកដុលណាត្រាំកំពុងតែខឹងសម្បាខ្លាំងមែនទែនទៅលើរ៉ង់ដែលចង់ហាមឃាត់កប៉ាល់ក៏ដូចជាក្រុមយោធារបស់សហរដ្ឋអាមេរិកម៉ោងនេះក្នុងការឡោមព័ទ្ធកំពង់ផែរ៉ង់ប៉ុន្តែនៅក្នុងនោះលោកដុលណាត្រាំបានប្រមានទូកវាយប្រហាររ៉ង់ណាមួយដែលចូលមកជិតការបិទផ្លូវកងទ័ពជើងទឹកអាមេរិកជុំវិញកំពង់ផែរ៉ង់ហ្នឹងត្រូវបំផ្លាញចោលទោះបីជាមានការអំពាវនាវពីអន្តរជាតិសម្រាប់បទឈប់បាញ់និងការបន្តការចរចាឡើងវិញក៏ដោយម៉ោងនេះក្តៅស្លឹកកាជីហើយអត់ទុកពេលឲ្យរ៉ង់ទេបងប្អូនម៉ោងនេះឲ្យតែរ៉ង់ហ៊ានចូលមកគឺលើកនេះលោកដុលណាត្រាំប្រើកងយោធារបស់ខ្លួនគឺនឹងបាញ់រ៉ង់តែម្ដងបាទអត់ចាំយូរទេសំបីតែគេហៅថាបំរាមអំពាវនាវពីអន្តរជាតិពីក្នុងការបត់ឈប់បាញ់ក៏ដោយក៏លោកដុលណាត្រាំនេះគឺកំចាត់រ៉ង់តទៅបានដែរលើកនេះមិនយូរទេហើយចាំមើលថាតើពាក្យសម្ដីរបស់លោកត្រាំហ្នឹងធ្វើទៅជាយ៉ាងណាបន្តទៀតម៉ោងនេះរ៉ង់ក៏អត់ស្ងៀមអត់ស្ងាត់ដែរគេក៏បានប្រមានដែរតាំងពីម្សិលមិញឲ្យតែលោកត្រាំហ៊ានធ្វើអ្វីមួយតាក់ទងជាមួយនឹងរឿងច្រកហមូសនិងកំពង់ផែរ៉ង់គេនឹងប្រើមីស៊ីលកំណត់គោលដៅដើម្បីវាយប្រហារទៅកងយោធារបស់អ៊ីស្រាអែលហើយនិងសហរដ្ឋអាមេរិកវិញភ្លាមមកដល់ម៉ោងនេះមជ្ឈមបពាកំពុងតែកើនកម្ដៅហើយតាក់ទងជាមួយនឹងប្រព័ន្ធ social media តាក់ទងជាមួយនឹងគេហៅថាเพจផ្លូវការរបស់គេហៅថាគ្រប់ស្ថាប័នទាំងអស់កំពុងតែចុះផ្សាយពីរឿងគេហៅថាសង្គ្រាមអ្នកទាំងពីរនេះរ៉ង់ហើយនិងអាមេរិកមកដល់ម៉ោងនេះរ៉ង់មិនចោះចាញ់មិនក្រាញរនាលទេគឺកំពុងតែត្រៀមប្រើយុទ្ធសាស្ត្រដើម្បីឆ្លើយតបជាមួយនឹងអាមេរិកចំណែកឯអាមេរិកវិញកំពុងតែធ្វើរឿងមួយតាក់ទងជាមួយនឹងការបិទក៏ដូចជាកុំឲ្យកប៉ាល់ដែលចង់ឆ្លងកាត់ក៏ដូចជាចូលមកកំពង់ផែរ៉ង់ហ្នឹងបានហើយមិនឲ្យចាក់ចេញទៀតនៅម៉ោងនេះលោកដុលណាត្រាំកំពុងតែដាក់ការពមៀនថានឹងកំទេចចោលរាល់នាវារបស់រ៉ង់ចង់ចូលមកទប់ស្កាត់នាវារបស់សហរដ្ឋអាមេរិកតើសង្គ្រាមលើកទី2នេះអ្នកណាធ្វើឲ្យទុះមុនថាចាំមើលថាតើលោកដូណាល់ត្រាំអាចបញ្ឈប់សង្គ្រាមជាមួយនឹងរ៉ង់បានឬមួយក៏យ៉ាងណាមកដល់ម៉ោងនេះសហរដ្ឋអាមេរិកក្តៅខ្លាំងជាងគេដោយសារតែវិធីសាស្ត្រគេហៅថាស្ងៀមតែមិនស្ងាត់របស់រ៉ង់បងប្អូនសង្គ្រាមនេះគឺបែបត្រជាក់ហើយប៉ុន្តែអ្វីដែលមិនត្រជាក់នោះគឺភាពតានតឹងនៅច្រកហមូសកងយោធានៅតែប្រើកម្លាំងនៅតែត្រៀមមីស៊ីលដូចគ្នានៅតែត្រៀមអាវុធដូចគ្នាចង់បាញ់គ្នាក៏ប៉ុន្តែនៅលើ social media វិញគឺកំពុងតែក្តៅរលរាយខ្លាំងជាងនៅមជ្ឈមបពាទៅទៀតបងប្អូនសួរថាសង្គ្រាមនេះអាចគេចផុតឬមួយក៏យ៉ាងណាជុំទី2សួរថាសហរដ្ឋអាមេរិកធ្វើអ្វីរ៉ង់រួចឬមួយក៏យ៉ាងណាឬមួយក៏រ៉ង់ខ្ទេចហើយនៅតែមិនចោះចាញ់អាមេរិកតាមដាន